បងប្អូនដែលចូលចិត្តបែបតណាប់ហើយយើងបើសិនជាចូលចិត្តដំណាប់ស្វាយប៉ុន្តែយើងអត់មានស្វាយធ្វើឥឡូវមកធ្វើដំណាប់សេរីជាមួយនាងខ្ញុំម្ដងនាងខ្ញុំនេះគឺសេរីនឹងដោយបងប្អូនឃើញហើយពីថ្ងៃមុនហ្នឹងគឺបានមកពីផ្ទះបង្រៀបច្រើនពេកហើយញ៉ាំអត់អស់ដោយសារតាគ្រួសារទៅធ្វើការកូនទៅរៀនអញ្ចឹងតម្រាំតែគាត់មកវិញគឺញ៉ាំតែមួយពេលតែហើយសេរីហ្នឹងឡើងមិនទេតិចទេបងប្អូនហើយជាង5គីឡូឯណោះអញ្ចឹងគឺញ៉ាំអត់អស់អញ្ចឹងຕົកទៅខ្លាចវាខូចទៅយើងស្ដាយបោះចោលអញ្ចឹងហើយមកធ្វើដំណាប់សេរីនេះខ្ញុំធ្វើនេះ2ដងហើយបងប្អូនដងទី1នោះគឺធ្វើបន្តិចទេមកថាសសាក់តែដងទី2នេះគឺនេះខ្ញុំធ្វើច្រើនគឺយើងលាងពេញមកកញ្ច្រែងនឹងតែម្ដងហើយអាសេរីដែលតូចនេះខ្ញុំលើកបង្ហាញមុនហ្នឹងគឺសេរីហ្នឹងគឺនេះខ្ញុំបេះនៅប៉ាក់ក្បែរផ្ទះនេះខ្ញុំចង់សាកមើលសេរីហ្នឹងមិនដែរមានអីយើងយកមកធ្វើដំណាប់ទៅកូរចូលគ្នាអញ្ចឹងទៅអត់អីទេគឺយើងអាចញ៉ាំបានសេរីបេះពីផ្ទះបង្រៀបមកគឺល្អហើយធំផ្អែមឆ្ងាញ់ក៏ប៉ុន្តែសេរីនៅប៉ាក់នោះគឺតូចហើយជូរអញ្ចឹងហើយគឺនាងខ្ញុំយកពីរហ្នឹងយកមកលាយគ្នាតែម្ដងណាបងប្អូនយកមកធ្វើដំណាប់ហើយពួកអីពេលយើងធ្វើដំណាប់នាងខ្ញុំបន្ថែមជាមួយស្ករអញ្ចឹងគឺវាផ្អែមហើយសេរីនេះបងប្អូនអាចធ្វើទឹកសេរីបើបងប្អូនចេះធ្វើជាទឹកសេរីធម្មជាតិក៏អាចធ្វើបាននាងខ្ញុំថ្ងៃមុនហ្នឹងគឺកិនអញ្ចឹងហើយគឺនាងខ្ញុំធ្វើការ៉េមឲ្យកូននាងខ្ញុំគឺគាត់ចូលចិត្តធ្វើការ៉េមផងធ្វើកុងវិទាផងយើងលាបបៀកជាមួយនំប៉័ងហើយក៏ប៉ុន្តែធ្វើច្រើនពេកយើងដូចថាអញ្ចឹងកុងវិទាអីយើងអត់អាចធ្វើទុកបានយូរទេយើងធ្វើដល់យើងឆាប់ញ៉ាំអស់ហើយគ្រួសារនាងខ្ញុំក៏គាត់អត់សូវនៅតែអត់សូវចំណូលបន្តិចបន្តួចហើយកូនគឺគាត់ញ៉ាំបន្តិចបន្តួចដូចគ្នាអញ្ចឹងគឺនាងខ្ញុំអត់នេះច្រើនទេអត់ធ្វើច្រើនទេយើងធ្វើតែមកតូចបន្តិចឲ្យគាត់ញ៉ាំឆាប់អស់ដល់ពេលអញ្ចឹងទៅសល់សេរីទៀតយើងយកមកច្នៃមកធ្វើដំណាប់តែម្ដងណាបងប្អូនចាអញ្ចឹងគឺទុកបានយូរព្រោះដំណាប់សេរីហ្នឹងដូចដំណាប់ស្វាយអញ្ចឹងបងប្អូនពេលយើងហាលឲ្យស្ងួតឲ្យក្រៀមទៅយើងទុកបានយូរជាងបើយើងទុកសេរីស្រស់គឺវាឆាប់ខូចសេរីដូចជាផ្លែឈើផ្សេងអញ្ចឹងដូចជា strawberry ដូចអីអញ្ចឹងគឺវាឆាប់ខូចអញ្ចឹងឯងអញ្ចឹងដែលយើងឆាប់ញ៉ាំអស់ដល់ពេលយើងញ៉ាំអត់តាន់យើងបោះចោលស្ដាយបងប្អូនឲ្យប្តីខំទៅបេះមកហើយអញ្ចឹងប្រាប់ប្តីថាបងឥឡូវអូនច្នៃមកធ្វើដំណាប់ដូចដំណាប់ស្វាយអញ្ចឹងគាត់ថាសាកមើលបើធ្វើកើតក៏ធ្វើទៅហើយយល់ឯងចេះធ្វើកុងវិទាក៏ធ្វើទៅហើយកុងវិទាហ្នឹងក៏ធ្វើដែរបានលាបនំប៉័ងបានអីកូនរួចហើយតែដូចនិយាយចឹងថាច្រើនពេកហើយកុងវិទាយើងធ្វើយើងអត់មានដាក់សារធាតុអីទុកបានយូរដូចគេលក់អីអញ្ចឹងរបស់ធម្មជាតិយើងធ្វើអញ្ចឹងគឺវាទុករក្សាទុកអត់បានយូរអញ្ចឹងណាបងប្អូនចាបានមួយអាទិត្យពីរអាទិត្យអីអញ្ចឹងយើងឆាប់ញ៉ាំឲ្យអស់ទៅទុកយូរពេកខ្លាចវាដុះផ្សិតទូយើងដាក់ទូទឹកកកក៏ដោយតែរបស់យើងធ្វើធម្មជាតិយើងអត់ដាក់ជាតិអីអញ្ចឹងគឺវាទុកអត់បានយូរដូចគេធ្វើលក់ទេចំណែកដំណាប់សេរីនាងខ្ញុំវិញគឺនាងខ្ញុំគ្រាន់តែលាងសេរីឲ្យស្អាតអញ្ចឹងហើយយើងចិតយកគ្រាប់សេរីចេញនាងខ្ញុំធ្វើថងសបកសេរីហ្នឹងគឺនាងខ្ញុំអត់បកសបកទេគឺយើងធ្វើអញ្ចឹងហើយគឺយើងលាងទឹកយកចិត្តយកក្របវាចេញហើយយើងយកទៅកូរនៅលើភ្លើងយើងអញ្ចឹងទៅបងប្អូនចាឲ្យបន្ថែមបើបងប្អូនចង់ធម្មជាតិតែម្ដងណាបាច់ដាក់ស្ករទេតែនាងខ្ញុំគឺបន្ថែមស្ករថាសេរីនេះវារសជាតិជូរអែមអញ្ចឹងណាបងប្អូនបើយើងអត់បន្ថែមស្ករទេវារាងជូរអញ្ចឹងហើយបងប្អូនកូរវាទៅបន្ទាប់មកពីកូររាងពុះតាកូរតាបន្តិចហ្នឹងវាសេរីវាចេញទឹកហើយព្រោះអីវាមានជាតិទឹកដែរទេសេរីទោះយើងអត់ដាក់ស្ករក៏វាមានជាតិទឹកដែរតែបើបងប្អូនដូចនិយាយចឹងថាចង់បែបធម្មជាតិពិតមិនបាច់ដាក់ស្ករទេនាងខ្ញុំនេះគឺបន្ថែមស្ករដោយសារតែអត់បន្ថែមវារាងជូរបន្តិចហើយកូននាងខ្ញុំតែជូរអញ្ចឹងគឺកូនសម្រាប់នាងខ្ញុំគឺអត់ញ៉ាំទេក៏អត់ចូលចិត្តជូរតែអញ្ចឹងនាងខ្ញុំបន្ថែមស្ករហើយស្ករវិញបងបរិមាណនៃស្ករបងប្អូនបន្ថែមបន្ថយតាមចំណង់ចំណូលចិត្តផ្ទះបងប្អូនចូលចិត្តផ្អែមឬក៏អត់សូវផ្អែមអីតាមហ្នឹងណាបងប្អូនចានាងខ្ញុំនេះគឺដាក់រាងគួរសមដែរស្ករហើយយើងយកវាបន្ទាប់មកពេលសេរីពុះយើងយកវាទៅកិនឲ្យម៉ត់ចឹងហើយយើងកូរវារាងដាច់ទឹកតិចទៅបើសិនជាយើងកូរដាច់រាងដាច់ទឹកគឺពេលយើងហាលទឹកក៏វាឆាប់ស្ងួតដែរតែបើយើងកូរក្រដាច់ទឹកគឺយើងកូរអត់ទឹកវារាងនៅច្រើនហាលវារាងយូរថ្ងៃតែដោយសារតែមួយរយៈនេះមេឃល្អបើកថ្ងៃល្អអញ្ចឹងនាងខ្ញុំកូរអត់សូវដាច់ទឹកហ្មងទេបងប្អូនយើងហាលទៅស្ងួតថ្ងៃណាញ៉ាំថ្ងៃហ្នឹងទៅគឺយើងអត់បខំណាបើយើងបខំចង់ញ៉ាំភ្លាមដែលយើងកូររាងដាច់ទឹកបន្តិច
ហើយសេរីដែលបងប្អូនឃើញនាងខ្ញុំកំពុងតែកាត់ឲ្យកូននាងខ្ញុំញ៉ាំហ្នឹងគឺតង់ទី1ទេគឺនាងខ្ញុំយកវីដេអូតង់ទី1យកមកកាត់យកព្រោះឲ្យតង់ទី2ហ្នឹងគឺដោយសារតែនាងខ្ញុំញ៉ាំទី1ឆ្ងាញ់អញ្ចឹងក៏នាងខ្ញុំធ្វើតង់ទី2ហើយពេលយើងហាលទៅគឺស្ងួតក្រៀមអញ្ចឹងដូចតំណាប់ស្វាយអញ្ចឹងបើសិនជាយើងហាលឲ្យក្រៀមអញ្ចឹងហ្នឹងទៀតក៏បានដែរតែដោយសារតែសេរីថាសទី1ហ្នឹងគឺរាងតិចដែរអញ្ចឹងនាងខ្ញុំហាលរាងស្ដើងអញ្ចឹងគឺនាងខ្ញុំអត់ទុកឲ្យវាស្ងួតពេកទេអញ្ចឹងវាស្វិតដោយតំណាប់ស្វាយយើងអញ្ចឹងបងប្អូនចារសជាតិអីបើបងប្អូនចូលចិត្តតំណាប់ស្វាយអត់មានស្វាយមកធ្វើតំណាប់សេរីដោយនាងខ្ញុំបានហើយបើតំណាប់សេរីតង់ទី2នេះគឺហាលបើនិយាយពីហាលវិញបងប្អូនអើយណែអនាម័យណាសិតតែដាក់របស់អត់មានរុយមករោមបានទេហាលនឹងចំនួនដូចជា3 4ថ្ងៃដែរបងប្អូនដោយសារតែមេឃនៅស្រុកនេះទៅវាពេលព្រលឹមឡើងវារាំងតិចបន្តិចដែរដល់ថ្ងៃឡើងបានចាប់ផ្ដើមក្តៅអញ្ចឹងពេលថ្ងៃក្តៅខ្លាំងអាហ្នឹងលឿនហើយបងប្អូន2 3ថ្ងៃហ្នឹងបើសិនជាអ្នកខ្ញុំហាលមេឃអត់មានថ្ងៃហើយតិចដោយរដងវិញទៅប្រហែលជាជាងមួយអាទិត្យបងប្អូនដោយសារតែពេលយើងហាលហ្នឹងយើងអត់ហាលយើងហាលវានៅក្នុងប្រដាប់ហាលអញ្ចឹងណាដល់ពេលអញ្ចឹងវាចិត្តវាពេលថ្ងៃប៉ះមកក៏វាដូចថាអាប្រដាប់ហាលហ្នឹងក៏វាស្រូបយកថ្ងៃខ្លះដែរបើយើងហាលផ្ទាល់គឺលឿនទេតែនាងខ្ញុំនេះការពារអញ្ចឹងទៅយើងណាទៅអង្គុយបក់រុយបងប្អូនចាដល់អញ្ចឹងយើងហាលដាក់នៅក្នុងហ្នឹងទៅគឺស្រួលដល់ពេលដំណាប់សេរីធ្វើហើយអញ្ចឹងថតទាំងទៅដូចសាច់គោងៀតថ្ងៃមុនផុសទៅចំដូចសាច់គោងៀតសូម្បីតែបងស្រីក៏គាត់ខមមិនដែរគាត់ថាមើលផ្លេសស្មាតាងៀតគោមែនតាបងប្អូនពោដូចងៀតគោអញ្ចឹងមើលដែរ